អូខេបងប្អូនអញ្ចឹងនេះគឺជាផ្នែកខាងក្នុងរបស់ Chile Monjaro Series ឆ្នាំ 2026 ដែលខ្ញុំចូលមកភ្លាមគឺខ្ញុំទទួលបានអារម្មណ៍ថាវាទំនើបហើយនឹង premium ណាជាពិសេសនោះគឺការបំពាក់ជាមួយនឹងអេក្រង់3ផ្ទាំងជាប្រភេទ digital សុទ្ធអញ្ចឹងកុងទ័ររបស់វាផ្នែកកណ្ដាល 12.3 អ៊ីងផ្នែកចំហៀងនេះក៏ 12.3 អ៊ីងដែរហើយបើយើងនិយាយពីកុងទ័រ digital របស់វាវិញគឺបង្ហាញរូបភាពមកច្បាស់យើងងាយស្រួលមើលហើយជាពិសេសនោះគឺវាអាចបង្ហាញពីឧបសគ្គ real time ហ្មងអញ្ចឹងនៅពេលយើងជិះតាមផ្លូវមានជាមួយនឹងឡាននៅខាងមុខមានម៉ូតូនៅខាងមុខវានឹងបង្ហាញនៅលើនេះសូម្បីតែមានអ្នកវ៉ាចេញមកពីផ្នែកខាងក្រោយឧបសគ្គពីផ្នែកខាងក្រោយចំហៀងអីក៏វាប្រាប់នៅលើអេក្រង់នេះដែរអញ្ចឹងយើងអាចបដោតអារម្មណ៍បើកបរហើយយើងអាចមើលឃើញពីឧបសគ្គទៀតបន្ថែមពីហ្នឹងវាក៏មានជាមួយនឹងកុងទ័របាញ់លើកញ្ចក់ដែរអញ្ចឹងកុងទ័របាញ់លើកញ្ចក់វាគឺធំមែនទែនហើយក៏ច្បាស់ដែរយើងងាយស្រួលមើលទាំងពេលថ្ងៃពេលយប់គឺច្បាស់ដូចគ្នាពាក់ព័ន្ធជាមួយនឹងអេក្រង់កំសាន្តផ្នែកកណ្ដាល 12.3 អ៊ីងដែរអាចភ្ជាប់ជាមួយនឹងមុខងារ Apple CarPlay បានហើយបញ្ជាគឺ smooth មែនទែនដើរលឿនមែនទែនហើយជាពិសេសអីដែលខ្ញុំពេញចិត្តគឺមុខងារកាមេរ៉ា360 degree ដែលវាអាចបង្ហាញច្បាស់ល្អហើយមានជាមួយនឹងខ្សែបន្ទាត់រេតាមចង្កូតហើយអាចបង្ហាញជា 3D បានដែរមើលឆ្វេងស្ដាំចំហៀងមុខក្រោយបានទាំងអស់បន្ថែមពីហ្នឹងទៀតនៅលើនេះគឺយើងអាចបដូរជាមួយនឹង ambient light វាគឺមានច្រើនពណ៌យើងអាចផ្លាស់ប្ដូរបានច្រើនពណ៌ហើយយើងអាចបដូរ mode វាឲ្យវា load ទៅតាម playing load ទៅតាមអីបដូរពណ៌មួយពណ៌ពីរពណ៌អីក៏បានដែរអញ្ចឹងស្អីតែចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងណាហើយបន្ថែមពីហ្នឹងទៀតនៅលើនេះគឺមានជាមួយនឹងមុខងារ ADAS ច្រើនមែនទែនជាពិសេសនោះគឺប្រាំងអូតូផ្នែកខាងមុខផ្នែកខាងក្រោយបន្លាញ sport មានចាប់ប្រឡងផ្លូវចាប់ស្លាកសញ្ញាចរាចរណ៍គឺមានទាំងអស់ហើយបន្ថែមពីហ្នឹងមុខងារដែលខ្ញុំចង់ mention ដែរគឺពាក់ព័ន្ធជាមួយនឹង door opening warning នៅពេលដែលយើងរៀបបើកទ្វារហើយមានឧបសគ្គមកពីខាងក្រោយក៏វា alert ឲ្យយើងដឹងហើយមានជាមួយនឹងមុខងារ speed limit ផងដែរយើងអាចកំណត់ speed limit បានដើម្បីកុំឲ្យយើងជន់ទៅវាលើសល្បឿនអញ្ចឹងណាអញ្ចឹងនេះក៏អាចនិយាយបានថាជាមុខងារសុវត្ថិភាពមួយដែរហើយពាក់ព័ន្ធជាមួយនឹងអេក្រង់សម្រាប់អ្នកដំណើរផ្នែកខាងស្ដាំវិញគឺ 12.3 នេះគ្នាក្នុងហ្នឹងគាត់អាចចាក់វីដេអូចាក់ឲ្យមើលបានណាហើយគាត់អាចសេរីជាមួយនឹងមុខងារកៅអីត្រជាក់កៅអីបានអញ្ចឹងសម្រាប់កៅអីផ្នែកខាងមុខនេះគឺចុចសេរីអូតូដូចគ្នាមានមុខងារត្រជាក់ហើយសម្រាប់ខាងតកង់គឺមានជាមួយនឹង massage ផងដែរហើយកៅអីនេះខ្ញុំពេញចិត្តដោយសារតែវាអោបយើងបានល្អហើយទន់យើងអង្គុយទៅ comfort សូម្បីតែការ design ឯងមាន highlight ជាមួយនឹងថ្នេរដេពណ៌សចេះទៅមើលទៅគឺបែបប្រណិតមែនទែនហើយមួយទៀតសម្រាប់កៅអីអ្នកបើកបរផ្នែកខាងមុខនេះគឺមានជាមួយនឹង memory seat ដែរហើយក៏មានជាមួយនឹង welcome seat ដែរអញ្ចឹងនៅពេលដែលយើងបើកទ្វារមកកៅអីវានឹងអង្គថយក្រោយហើយនៅពេលដែលយើងចូលមកអង្គុយបិទទ្វារវិញកៅអីវានឹងអង្គទៅទីតាំងដែលយើងបានកំណត់រួចជាស្រេចពាក់ព័ន្ធជាមួយនឹងដៃចង្កូតនេះវិញគឺជាប្រភេទ electronic ការ design គឺស្អាតឡាន Chile ភាគច្រើន design ចង្កូតមកបែបរៀងស្ពណ៌ស្អាតអញ្ចឹងណាកាន់ទៅពេញដៃល្អអញ្ចឹងនៅពេលដែលយើងជិះយឺតវាធូរយើងងាយស្រួលបត់បែននៅពេលដែលយើងជិះលឿនគឺវានឹងទប់លំនឹងឲ្យយើងហើយនៅលើនេះក៏មានជាមួយនឹងមុខងារច្រើនដែរសម្រាប់ ADAS ណាមាន Adaptive Cruise Control មានជាមួយនឹង Lane Keep មានជាមួយនឹងមុខងារបញ្ជាដោយសំឡេងផងដែរនៅលើនេះគឺមានច្រើនបើយើងនិយាយពីសុវត្ថិភាពពូនសុវត្ថិភាពវាមានរហូតដល់ទៅ6គ្រាប់ទៀតសម្រាប់ Chile Monjaro មួយនេះអញ្ចឹងគឺសុវត្ថិភាពខ្ពស់ហើយពាក់ព័ន្ធជាមួយនឹង material ដែលវាបានបំពាក់ cabin នៅក្នុង cabin ខាងក្នុងនេះគឺភាគច្រើន soft touch ហ្មងសូម្បីតែផ្នែកទ្វារនេះនៅលើ tableau នេះហើយផ្នែកកណ្ដាលនេះក៏ដូចគ្នាដែរហើយការលេងហ្វូមផ្កាគេដាក់ design បែបឈើអញ្ចឹងណាមើលមកគឺវាញ៉ាំងអារម្មណ៍មកយើងគិតថាឡាននេះគឺតម្លៃថ្លៃជាង$30,000អាចខ្ទង់$7,000-8,000អញ្ចឹងណាហើយផ្នែកកណ្ដាលនេះក៏វារៀបចំបែបតិចនិយមដែរអត់មានអីច្រើនទេមានតែកងបបលអានេះអាចបបលបញ្ជាទៅលើសលេងឬក៏បញ្ជាទៅលើ dry mode អញ្ចឹង dry mode របស់វាគឺមានច្រើនមានរហូតដល់ទៅ7មុខមាន intelligent មាន eco មាន normal មាន sport មាន snow មាន off road ហើយនឹងមាន sand ផងដែរហើយពាក់ព័ន្ធជាមួយនឹងចង្កឹះលេខគេគឺ design ចេញមកគឺ cute ហ្មងជាប្រភេទចង្កឹះលេខ electronic ដែរហើយខ្ញុំពេញចិត្តមួយដោយសារតែចង្កឹះលេខ electronic នេះគឺវាដាក់លេខ2តង់មានថាឧទាហរណ៍យើងកំពុងតែនៅពេលអញ្ចឹងបើសិនជាយើងចង់មក D គឺយើងត្រូវដាក់លេខ2តង់អញ្ចឹងនេះអញនិយាយបានថាវាជាការគិតគូរទៅដល់ផ្នែកសុវត្ថិភាពមួយដែរអត់ឲ្យយើងច្រឡំទេនៅពេលយើងទៅអាយ៉ាថយក្រោយក៏ដូចគ្នាដែរឆ្លង N ហើយបានឆ្លងទៅ O ចានេះក៏សុវត្ថិភាពដែរនៅលើនេះក៏យើងអាចលេងជាមួយនឹងលេខដៃបានដែរយើងអាចកាច់លេខដៃបានបាទយើងទៅគឺសុវត្ថិភាពហើយងាយស្រួលប្រើទៀតហើយក៏មានជាមួយនឹងប្រាំងដែរ electronic ក៏ដូចជាមុខងារ auto hold ផងដែរហើយមុខងារ auto hold ខ្ញុំតែងនិយាយនៅក្នុងវីដេអូរបស់ខ្ញុំគឺខ្ញុំចូលចិត្តប្រើជាពិសេសនៅក្នុងក្រុងវាជួយបានច្រើនអញ្ចឹងបន្ថែមពីហ្នឹងពាក់ព័ន្ធជាមួយនឹង speaker ជាប្រភេទ Infinity brand នេះគឺ brand ល្បីគុណភាពល្អមានរហូតដល់ទៅ12គ្រាប់សូម្បីតែនៅលើកៅអីក្បាលកៅអីនេះក៏មានបំពាក់មកដែរអញ្ចឹងខ្ញុំធានាជូនពាក់ព័ន្ធជាមួយនឹងគុណភាពសលេង Infinity នេះនៅលើឡាន Chile គឺល្អហើយមួយទៀតក៏មានជាមួយនឹងដំបូលកញ្ចក់ធំ panoramic ដែរ
យើងអាចបើកអាណាំង sunset របស់វាហើយអាចបើកជាមួយនឹងដបកញ្ចក់របស់វានេះបានទៀតអញ្ចឹងយើងអាចចុចបញ្ជានៅលើប៊ូតុងនៅលើនេះក៏បានឬក៏អាចបញ្ជានៅលើអេក្រង់នេះក៏បានផងដែរអញ្ចឹងទំនើបមែនទែនអញ្ចឹងក្រៅពីហ្នឹងដែរក៏មានជាមួយនឹងវ៉ាឡាឆាចក៏ដូចជារុនសាកថ្មនៅខាងក្រោមនេះច្រើនមានកន្លែងផ្ទុកច្រើនបើនិយាយពីទលាយគឺទលាយសូម្បីតែផ្នែកខាងមុខផ្នែកខាងក្រោយក៏ដូចគ្នាអញ្ចឹងខ្ញុំគិតថាសម្រាប់ការប្រើជាលក្ខណៈគ្រួសារគឺត្រូវច្រើនសម្រាប់ឡានមួយនេះ